នេះគឺជាការងារថ្ងៃនេះសម្រាប់ខ្ញុំមួយលីមួយធីមកដាក់ឌូចៃដនអីគឺវាជាប់តកួតបងប្អូនហើយធំមែនតើហើយវីដេអូនេះគឺខ្ញុំមកស្នាក់ក្នុងព្រៃរយៈពេលមួយយប់មួយថ្ងៃដាក់ឌូរកក្តាមរកត្រីធ្វើម្ហូបស្លប្រហើរហូបក្នុងព្រៃព្រោះរដងបងប្អូនតែឃើញថាងោជ្រក់លើកនេះខ្ញុំបដូរមកហូបមកជាស្លប្រហើរម្ដងហើយស្លប្រហើរលើកនេះគឺស្លប្រហើរគោមខ្សែទៅទៀតគឺថារសជាតិវិញគឺថាអូឆ្ងាញ់ខ្លាំងមែនតើហើយអាហារមកប្រភេទនេះបងប្អូនមិនដែលសូវហូបទេវាច្រើននៅតាមទីក្រុងតែបងប្អូនជនបទអ្នកស្រុកគឺក៏គាត់ហូបតែញឹកបូកផ្សំជាមួយអាកាសធាតុភ្លៀងរដូវខែវស្សាបែបនេះទៀតធម្មជាតិគឺស្រស់បំព្រងបើនិយាយទៅគឺថាមកទ្រីបគឺក៏មកវីដេអូនេះគឺថាវាអេមតែម្ដងបាទជំរាបសួរសួស្តីដល់បងប្អូននេះជាការធ្វើដំណើរទៅបោះតង់លេងនៅជើងភ្នំជីនិយាយមកថ្ងៃនេះឃើញមេសាឡាក៏រៀបចំអវ៉ាន់ចេញមកវិធីនឹងលីក៏ប៉ុន្តែមកដល់ឃើញទេសភាពស្អាតបងប្អូនអើយស្ងាត់ឈឹងមើលទៅនេះតែប៉ុន្តែដួលនឹងដៃនេះខ្ញុំយកមកដាក់ត្រីខ្សានេះកម្រងថាដាក់ត្រីខ្សាដាក់យកទៅចិញ្ចឹមបងប្អូនដោយសារត្រីខ្សាវាយើងមានពណ៌សម្បុរវាស្អាតហើយនេះចេកព្រៃមិនមែនចេកស្រុកបណ្ណាគេមកដាំមកថាគេនិយាយលេងគេថាចេកទៅចាំងអ្នកស្រុកលឿននិយាយតែបាត់នេះវាគាត់ចេកព្រៃតែប៉ុណ្ណោះតែផ្លែវាអាចហូបបានហើយតែយងចេកវានឹងយើងចេះធ្វើក៏អាចហូបបានដែរវាអត់ចត់ទេរួមទាំងដើមវានឹងគេយកស្លម្ជូរស្លអីនឹងគឺត្រូវគេបកចុចហុកចុចអីនេះរត់តែឆ្ងាញ់តែទៀតហើយម្ដងគ្រឿងបានខ្យងភ្នំមួយកន្លែងដេកយើងរើសយកកន្លែងនេះហើយដោយសារតែកន្លែងដេកយើងត្រូវរៀបចំបោះបកគោលឲ្យចងរឹងយើងអត់មានកន្លែងនេះថ្មនឹងថ្មស្អីដូចផ្លែពលីអមិនទេហើយលីក៏រៀបចំឆ្កាកន្លែងឆ្កាអីទៅហើយពួកយើងក៏រៀបចំការងារផ្សេងគ្នាហើយមកដល់ក៏រើចុះរើឡើងបងប្អូននឹងបាត់អីអត់បាត់អីកេះអូយពិតជាឆ្ងល់មែននឹងបាត់ទៅណាខ្ញុំក៏ដើរទៅរកកេះវិញហើយលីជាមួយនឹងធីគាត់នៅធ្វើកន្លែងអាតកៅនេះល្មមបងប្អូនប៉ះទៅហៅទៅកៅស្អីទៅណាប៉ះទៅខ្ញាក់ហ្មងហើយមិនស្គីបទេណាវាប៉ះទៅវាអស់មកចម្លែកអាហ្នឹងហើយលីក៏គេរៀបចំមួយពុទ្ធីនេះក៏ដាក់ចងស្អីគេនេះគេដេកគេដាក់តង់ដៃដេកម្យ៉ាងគេដែរបាទហើយខ្ញុំមកដល់ឃើញថាគេធ្វើឲ្យល្មមហើយឆ្ងាយទៅកន្លែងយកនេះគេវះខ្ញុំមកជិះម៉ូតូទៅវិញមិនចិត្តទេហើយផ្លូវពិបាកទៀតមកដល់ក៏មេចាប់តាមប្រឡូករៀបចំបោះមកខាងទៀតសម្រាប់ចងរឹងហើយយើងចង់រឹង3មិន2ណាហើយដើមឈើមកខាងទៀតវាអត់មានហើយយើងកែច្នៃធ្វើកន្លែងសម្រាប់ចងរឹងមិនឲ្យបាន3កុំឲ្យភ្លៀងយកមកវិសាចូលបន្ទាប់ពីចងរឹងចងអីហើយកន្លែងដែលយើងរៀបចំហ្នឹងពួកយើងក៏រៀបចំការងារផ្សេងទៀតដោយសារតែបាយក៏ឃ្លានដែរហើយនេះកំពុងតែឃើញយប់បាយមិនទាន់បានហូបទេហើយឃើញនៅនេះរឹងគេចងបែបនេះដាក់បាន3ហើយនេះបងប្អូនលយតាហើយខ្ញុំឃ្លានពេកអាបាយសល់ឡើងពីព្រឹកបាយនេះបងប្អូនហើយសល់ឡើងពីព្រឹកនេះខ្ញុំក៏យកមកស្រូបមួយទឹកត្រីហូបម្នាក់ឯងហ្នឹងទៅដោយសារឃ្លានពេកមិនអាចចង់ក្រោយឃ្លានបាយចម្លែកងាកឃ្លានហើយហូបច្រើនក៏ល្អដែរបាទដើរច្រើនចេះហូបច្រើននេះទៅមានកម្លាំងហើយរឿងគេចងបាន3បែបនេះកម្រងគេចងចេះមកភ្លៀងមកវិសាចហើយយើងដេកយប់នេះយើងដេកក្បែរទឹកហូរមកពីលើភ្នំនេះវាមានទឹកប្រើប្រាស់ហើយអស់បែបនេះក៏រើសដាក់ណាកន្លែងគេអាចឈើជំនាសល់យកមកបង្កាត់ភ្លើងដោយសារភ្លៀងខ្លាំងពេកអស់ណាដែលមានក្រាក់បានវាដុតទៅស្រួលហើយយើងរៀបចំទៅដាក់ឌូនេះគឺយកដាក់ហ្នឹងកម្រងយកទៅខ្សានតែត្រូវដាក់តាំងពីថ្ងៃក៏ប៉ុន្តែពេលថ្ងៃរវល់ធ្វើអាកន្លែងយើងសម្រាប់នោះហើយយប់បានចេញទៅដាក់តែខ្សានមួយខែក៏ដឹកវិញបងប្អូនសម្បូរខ្លាំងណាស់នៅខាងនេះកាយខ្ញុំដាក់លបមុន1លប4-5គីឡូក៏មានដែរតែឥឡូវនេះវាខ្សត់ដោយសារតែបច្ចុប្បន្នមនុស្សនៅច្រើនតាមភ្នំការឆក់ការរកបែបបាយបហាទៅត្រីក៏ច្រើនអញ្ចឹងវាលេងសម្បូរដូចមុនហើយតែខ្សាជាប្រភេទថៃម្យ៉ាងដែលស្អាតសម្បូរវាស្អាតខ្លាំងមែនតើហើយកន្លែងនេះគឺយើងអាចយកកន្លែងដាក់ឌូដែរបានហូបល្ងាចនេះហើយតែពិតទៅបំបានត្រីក៏បានក្តាមនៅឌូខែនេះគឺយ៉ាងណាក៏ត្រូវទៅបានបោះហូបដែរមិនអត់ទេហើយកន្លែងនេះគឺនៅឆ្ងាយពីផ្ទះខ្ញុំបងប្អូនមកសួរនៅខេត្តណាគឺខេត្តកំពង់ធំនៅខាងភ្នំជីស្រុកសណ្ដានណាឃុំសុកចិត្តហើយពីមុនព្រៃនឹងក្រាស់ណាបើកាលពី10ឆ្នាំមុនជាងដើរតាមនឹងសូត្រទៅជ្រុកព្រៃសូត្រទៅឆ្លុះឃើញតែ10ឆ្នាំក្រោយនេះគឺថាសត្វចាប់ឡើងខ្សត់វាឡើងទៅលើភ្នំគេកាប់ចង្ការជើងភ្នំមកហើយនោះអញ្ចឹងវាត្រូវឡើងទៅលើភ្នំបើឡើងទៅលើភ្នំភាសាជួបវាច្រើនថាវាមូលទៅលើនោះហើយមនុស្សពីច្រើនក៏ពិបាកទៅយកវាដែរគេដាក់ផ្ទះគេដាក់តាមជើងនេះបើថាលើហ្មងគេពិបាកយកចុះយកឡើងជាងសត្វដែលវារត់គេចពីការស្លាប់នោះក៏វាទៅលើភ្នំនោះមានសោងមានជ្រូកព្រៃមានឆ្លុះមានប្រើសអញ្ចឹងទៅតែប៉ុន្តែសោងវាមិនដឹងជាមានប្រហែលក្បាលប៉ុន្តែធ្លាប់ឃើញកាលពីមុនខ្ញុំនៅដងជួឃើញបងប្អូនឃើញ2ក្បាលប៉ុន្តែវាផ្សេងទៀតដឹងថាមានប្រហែលក្បាលទៀតទេហុញសោងវាពេលឃើញមនុស្សវាខ្លាំងដែរណាវាមិនខ្លាចយើងទេហើយវាជាប្រភេទសត្វដែលធំពួកហ្នឹងហើយបើយើងឃើញយើងកុំសម្លាប់គុំអីវាគឺក្រណាស់ហើយបងប្អូនឥឡូវនេះគឺមិនសូវសម្បូរទេសោងខ្ទិញឬក៏ប្រើសលមាំងឆ្លុះអីនេះគឺខ្សត់ខ្លាំងមែនតើបច្ចុប្បន្ននេះ
มองปอนมาจำนวนได้ตั้งเคยมีพอเคยไอ้กระซ่าเคยแต่เคยตัวมันนั่งแต่เคยไม่ว่าเคยตัวไม่เติมพนมต่ำเลยนั่งสัตว์ชายแต่เคยขนมเปรี้ยวงี้ได้คือนี่รถปูนเยอะก็ให้คลาก็เราเมียนก็เวรถปูนเยอะมายังเคยเลยต่อมาที่ก่อนบททีเกเธอกับไรดักดูได้เฮ้ยนี่ก็คือเหี่ยมจอมเธอเพาะเวียงเงิดเธอเอาตัวน้องไทยโจ้แล้วนะยังก็เหี่ยมจอมเตยกับไรยังสมัยยกนี้ยังเธอการสมัยได้แต่ra đây mà ngày bơi như thơ là hot ngườiได้bà hơi mà đóนี่ก็ลีกี่ประกาศเด็กแกกับเพลิงกี่ประกาศเด็กแกดับใบดับไอ้จำยมก่อนเลยก็ไรจำยมhơiยมได้แต่ดูมวยthi không ngày hơi và tao màยมmà đòi với những cái hiệp trong đã ha đã ấy những đường thằng nghĩ đến những bán mì hơi đậm bài sẽ cua cua phê dục đậm bài mùi thật tây đấy đó là lấy chạm mà thực ra mùi về lại mà đừng vậy chứ về lại cho mình lăn kháng nó khai nó mùi แต่ตู้ยอดใบกะลาสะอาดตัวทมมันมือกะลาเป็นมอบันสะอาดอันนี้ออดซื้อนี่มือมาทอมดาเห็นดัดปอติ๊กเฮ้ยก็ดะตกสโลพาแบบนี้บันมูนซอมได้ผมใส่สโบได้ใครในขวดดูใหญ่ยังตัวดอกดักบันสโบเฮ้ยก็เลยดีคือเอ็มมาโบโนเพลียงเตียนยุบหนึ่งเพลียงอารมณ์ใส่ดอกดอกปรึกเฮ้ยดีหลังสู้ครูนมองเฮ้ยใบยังก็จะอันมือใบบักใบมือที่เคยเนี่ยต่อไปใบจะอันมายังก็เหี่ยมจอมตักดองไอ้ดำแบบเฟอร์มีเฟอร์กาแฟหกต่อเตียนlà sao đây dương thời nơi đó sai đó mẹ lên sai nè hơi giống nó o lý hồ ta đế chứ nè hơi vùng thực khơi sai cố cứ sai cô sò mà bị tia để hơi cái dân do mọt đại cho mùi mi đại cho mùi vùng tia đấy là mày khai chia một hộp mùi này chị mày cà phê dục đã đặt bài cho mùi năng tiếp nó có với em này hơi đi có vùng thực khơi nhé dục cho nó chơi tới mi cho chụp đam phim tới được khi hơi cà phê cả chụp đam phim khăng hơi có hay mi hay trong chung clear cho nó vậy tôi muốn bây bạ dạng can phê liều mùi đã êm này vì chỉ ngày sinh hẹp mà nè để chơi bỏ tông cho đấy cái thời khả mà tên còn chơi không bị động bãi thôi một phụ nông play nhưng tới bây giờ mình phải có số mai thì đi mua internet cả cái ACC ở miền nào đó mình lọ cho nó luôn một bộ này gì chứ coi cái nông play mê thì chuyện mình quay cùng kia cùng đây cùng là cùng hướng dây này không cần việc quay ngã nhà hướng từ đây là như vậy thật nghĩa là lớn do mình vậy mình tới cùng bài chung kia cái lá phê rồi đi đây bạn đi tại mình từ mình ra cho người ta từ các bạn mình tích rồi để ta thấy chụp về là được mà thì bạn rất là ngon thì cũng tới là còn thiệt hay còn lá phê tại sân bài bạn đấy có nhiều việc vậy hay như phát chung cho người ta hay nhưng mà cả lăng lên tên kia là nào tại dùng để rồi còn thế là sao đấy vì thứ ngày đó hiện ở cả lăng chơi ra thì lý đừng gì ta rồi thì dùng đừng cũng gom xây chết đi thì dùng mưa từ mộtทีมไกลชอบหอยลีกอมใส่จีเนเดจีมาหยมเดชหอยปลักล้างคือแบบนี้หาการสะเทียนบางปอนเชื่อมจุดกระดาษเริ่มล่างกับผักตะเกียนเส้นผักกาแฟให้มือทอมเกียร์ดับในสัตว์ยมจุ่มขณีเรียบจอมแต่มือดูวางปอดูกำลังแต่บ้านไอ้เต้นี่ก็เรียบจอมแต่โรมโฮมโรปลายโรปกาเสือสโลพ่องยมนี่หยกปรักนี่การเพลินเต้นก็สาวมาใครนี่เอาไว้ในยังดาวมาเชื้อนี่ไพ่แบบปูเนี่ยมาปนปูเป็นใครยังเมื่อเคยโต้ในการจะไปได้ไอ้ยังคำไอ้ยังไอ้ยืนยังได้ก็เป็นแต่ไอ้ยังปรองประหยัดในการแต่ปูมาเพลย์มาคำให้ก็ยืนประมาทแต่การมนุษย์มีบอลในตำริงแปดว่าเอาทำสำหรับการเพียสัตว์จักสัตว์คำกายพึ่งเคยยังแต่คือยังไงตุกโตบางครั้งเนี่ยได้ดาวไปกูตะเมียนได้จะปูยมเจ็บปรองประหยัดมาครอบดาวไปจรันก็สกอร์ทำได้เบิดตัวnhưng màสกอร์บานคลาได้แต่มาในปรับบอลโพลบ้านหนึ่งทำหนึ่งปอมไม่พูดเอาน่ะมาทบตามโอ้ตัวจอมđã rẹt bài hai tụi một chủ cho xin cái đam cho xin cái đam cho cái đam này đây na trời lục cái mục màu mà chị thấy không xa mà tích cái đam ơi
tụ tì ở hai cột chặt này rồi ô 5 kg này tì tì cái đàm rồi chỗ mấy tray nào cái đàm mơ đẹp trâu rồi muối muối à xì ọc tì cái này ấy trong vịnh mà cả đất xanh cho cởi một đây là chăm chấp anh đi ở đây mày đâu không mà này câu mang cả lấu ấy không đây là lên cầm lên theo đúng rồi cầm bột cái co chặt cái co có đầy về tiền đỏ để hạt đỏ đây anh thấy trong cái đây nữa cột ô đầy về theo đỏ là dạt nha cơ xin em anh tiết trời số là thật anh ấy bảo phê rôn là vì ai nơi ông bố về ngay từ giờ mình rôn chờ ta bảo về rốt cái chỉ dương anh mà dám đi cho rôn đại bạc mình liền rôn đấy anh cái rồi được nồng người tụi máy nó khăm nhom tiết bà bây giờ đi cột khám rô kêu mưa to lắm thì đàm vậy đó bằng khăn vậy kêu mưa là to kêu là cái này si o cái đám tray kế mà trong khăm kê điện anh ấy là mưa côn mà một cái cột là mưa côn mà anh ấy tôi chụp nhau đi chơi năng mình việc đầm thà xong cônอย่างmày trời lư này mình côn là xong côn trong khăm kê điện bị khăm thấy rồi mày thấy à cột khăm ngo vậy ngo bọn vì ai miền tôi rồi ta giờ tôi chơi hơi trong khăm kê tiết mới bắt đầu cho tiếp mà à đúng rồi trên chén trên chén ហើយខ្ញុំសូមណែនាំទឹកយន្តសិនមកអ៊ីទៅកាន់អ្នកដែលកំពុងតែមើលចូលព្រៃអស់កម្លាំងដូចខ្ញុំចេះគេថាដាក់ទឹកយន្តសិនមកអ៊ីមួយទៅឃើញថាកម្លាំងចាប់ដើមមានឡើងវិញឡើងព្រឹសតែម្ដងហើយអត្ថប្រយោជន៍នេះគឺអាចញ៉ាំបានគ្រប់វ័យទាំងបុរសនិងស្ត្រីសម្រាប់អ្នកអាសាខោខ្យល់វិលមុខឈឺក្បាលនិងឈឺពោះហើមពោះទល់ខ្យល់ពិបាកដកដង្ហើមចលនាឈាមរត់មិនស្មើឧស្សាហ៍ចុកទ្រូងនិងពិបាកដកដង្ហើមចំពោះក្មេងចាប់ពីអាយុ10ឆ្នាំឡើងក៏អាចញ៉ាំបានដែរក្មេងដែលអាសាឈឺច្រើនផ្លេកស្លាំងគ្មានកម្លាំងមិនសូវលូតលាស់កម្ពស់មិនសូវញ៉ាំបាយចូលចិត្តញ៉ាំទឹកផ្អែមៗដែលមានជាតិស្ករនិងក្មេងដែលមិនសូវលូតលាស់កម្ពស់បងប្អូនដែលមានបំណងចង់ទិញយកមកពិសាប្រើប្រាស់មិនពិបាករកទិញទេអាចរកទិញបាននៅលើ page របស់ MAEE ឬក៏តំណាងចាយចាយរបស់ក្រុមហ៊ុន MAEE ហើយបងប្អូនដែលមានបំណងចង់ធ្វើជាតំណាងចាយចាយក៏មិនពិបាកអ្វីនោះដែរគ្រាន់តែតាក់ទងទៅកាន់ក្រុមហ៊ុនរបស់គេទៅរួចជាការស្រេចហើយពួកយើងបានត្រឡប់មកកន្លែងដេករបស់ពួកយើងវិញរៀបចំធ្វើអាហារធ្វើបាយធ្វើទឹកធ្វើសម្លហូបបងប្អូនហើយផ្លូវដែលទៅនេះគឺថាខែភ្លៀងយ៉ាងអូជាក់ស្រួលណាស់ហើយកន្លែងដេកបងប្អូនសាកសម័យមើលយប់ឡើងស្ងាត់ហើយឈឹងហើយមានតែសលេងសត្វយំទោះព្រឹកក៏ដោយក៏លឺតែសលេងសត្វយំនិយាយរួមទៅវាអេមខ្លាំងហើយធីម្ដងការងាររបស់គេនេះគឺអស់ហើយខ្ញុំនេះគឺធ្វើគ្រឿងសម្រាប់ស្លអាហារនេះសូមដាក់គ្រឿងបែបហើយកុលក្រីដេងល្មៀតអីម្ដេងកុលក្រីដេងល្មៀតអត់ទេអាហ្នឹងឆាកដៅគេបងប្អូនមានស្លឹកគ្រៃមានល្មៀតមានខ្ទឹមមានខ្ជាយមានអីដាក់បានសម្រាប់ស្ងោស្លអាហារស្ងោជក់ពេកចង់ជាប់មកចេញស្ងោបាទឆាកដៅគេដាក់គ្រឿងម្ដេងអីនឹងថែមទៀតស្ងោជ្រក់យើងស្ងោជ្រក់ដាក់គល់ហើយបើយើងស្លចេះទៅធ្វើលឹកមួយល្មៀតមួយខ្ទឹមហើយម្ទេសបុកមកធ្វើឲ្យរៀងហឹរតិចអូឆ្ងាញ់ខ្លាំងណាស់ហើយសឡូក្តាមយកបានទឹកនំបញ្ចុកទៀតបានអេបងប្អូនអើយសាច់ហ្មងតែយើងទៅរយណានំបញ្ចុកមានតែបាយនឹងព្រៃខ្ញុំក៏បានត្បាល់ទូចនេះបាក់បុកតិចតែបុកមកដូចគ្នាប្រើពេលយូរវាឈឺដៃហ្មងណាតែក៏គេទៅកាប់អ៊ីនសាយនេះសម្រាប់មកធ្វើបន្លែផ្អែមបន្លែបានច្រើនមុខស្លគោក៏ត្រូវស្លប្រហើក៏ត្រូវយកមកចុចបោកចុចអីក៏ត្រូវដែរយរួមទៅវាប្រើបានច្រើនមុខហើយធីកាប់1លីគេទៅកាប់ប្រហែលគោសម្រាប់យកមកស្លប្រហើបែបនេះហើយខ្ញុំនៅកន្លែងសម្រាប់ធ្វើក្តាមធ្វើអីចឹងទៅ
ហើយវិធីថាដាគោមនេះបាទយើងហូបហើយក៏បានដែរបើយើងដាច់បាយទៅអីក្នុងព្រៃបងប្អូនយកវាមកយើងសកវាមកហើយយើងហូបទៅបានដូចគ្នាទេសម្រាប់បដអសន្នឬហៅថាពេលដែលយើងទាល់ពេលដាច់បាយទៅអីទៅត្រូវដើរស្គាល់ដើមឈើច្បាស់ដែរមុនហូបខណៈតែយើងអត់ស្គាល់ហូបទៅក៏អាចអតិបិសោឬក៏រីករស់តៃស្មឹងប្រហែលស្លាប់វានិយាយវិញមិនសានិយាយលេងអាពាក្យរបស់ខ្ញុំបាទអាចស្លាប់អាចរីករស់ដូចផ្សិតយ៉ាងយើងស្គាល់យើងកំហូបរបស់ណាយើងស្គាល់យើងកំហូបដាច់ខាតក្នុងព្រៃហើយវិធីនេះក៏គេយកក្តាមយកអីយកមកនេះហើយមួយថ្ងៃនេះឃើញគាត់រី fresh ក្នុងព្រៃមែនតើដើរជាប់គ្នាកន្លែងមួយទៅកន្លែងមួយហើយបន្ទាប់ពីចេញពីនេះសង្ឃឹមបងប្អូនអាចនៅតាមដានវីដេអូខ្ញុំទៅស្ទឹងថៃក៏ចេះកំពុងធំជាមួយបងភេងហើយបងប្អូនមិនដឹងទេថាការធ្វើដំណើរនោះបាទយ៉ាងម៉េចខ្ញុំក៏មិនទាន់ប្រាប់បានដែរហើយខ្ញុំក៏មិនទាន់ដឹងដែរយើងជួបគ្នាវីដេអូនេះសិនហើយវីដេអូបន្ទាប់ប្រកាសជាបងប្អូនបានផ្លាយអារម្មណ៍ជាមួយរសជាតិថ្មីហើយឥឡូវចូលមកសាច់រឿងយើងវិញបងប្អូនកំពុងតែឃើញវិធីកំពុងតែធ្វើត្រីហើយខ្ញុំកំពុងតែស្លបាទហើយវិធីរាប់ណាកញ្ចក់ដៃគេនោះយកធ្វើសកាត្រីបានទៀតហើយប្រអប់អត់លេងទេសកាត្រីវាពិបាកធ្វើវិញខៃខ្សានសកាទូបងប្អូនហើយយើងបានធ្វើអាហារជុំគ្នាហើយនេះក្តាមមួយចំរួចអស់ហើយគ្រឿងក៏រៀបចំរួចដែរតមកក៏យើងបង់គ្រឿងមកអីដាក់ចូលបើចេញស្ករតាមរបៀបធ្វើគេទៅមានប្រហុកមានអីស្លប្រហើបងប្អូនហើយមួយរយៈនេះទឹកឡើងច្រើនសម្រាប់តាមស្ទឹងក៏គេបងបានត្រីផ្លែត្រីដែលខែទឹកឡើងបានមានត្រីខ្លះបានត្រីច្រើនមួយរយៈនេះគឺបងប្អូនប្រជាជននៅតាមដងស្ទឹងដងទន្លេរហបានណាហើយអ្នកនៅតាមភ្នំក៏សម្បូរមហូបដែរក្តាមខ្យងត្រីក៏វាឡើងតាមនឹងទៅហើយបើយើងដាក់ត្រីដាក់សាច់ដាក់សាច់មកពីណាបាទដាក់ក្តាមដាក់ត្រីចូលបាទហើយជាស្រ័យបងប្អូននិយាយរហូតដល់ច្រឡំដោយសារតែមួយរយៈនេះអត់បានដេកទេដោយសារពេលទៅយើងនិយាយអត់ងុយបាត់បងអារម្មណ៍អីហើយមិនអារម្មណ៍ទេការចងចាំមិនទៅល្អហើយយើងដាក់ស្លបែបនេះមកពេលច្រើនបងប្អូនមើលវីដេអូខ្ញុំឆ្ងល់ខ្ញុំនិយាយទៅមុខទៅក្រោយធ្វើមែនធ្វើទេបាទបើនិយាយរលូនហ្មងខ្ញុំអត់ចេះនិយាយទេនិយាយអត់ទៅមុខបណ្ដោយបើឲ្យខ្ញុំនិយាយតាមអ្វីដែលនឹកឃើញឲ្យអារម្មណ៍បែបនិយាយសប្បាយនិយាយបានអញ្ចឹងទៅនិយាយបែបធម្មតាបើឲ្យផ្លូវការសាច់កាប់គេនឹងនិយាយអត់ទៅមុខទេនិយាយដាក់ដប់នឹងស្អីវីដេអូបញ្ចូលសលេង3ថ្ងៃនឹងហើយអត់ផងទេបាទបើនិយាយតាមអត់សាច់ការនិយាយគ្មានក្បួនខ្នាតទេអាហ្នឹងអូខេបន្តមកសឡយើងឆ្អិនបងប្អូនឃើញក្តាមនេះអូយឆ្ងាញ់មែនតើហើយកន្លែងនេះគឺថាថ្ងៃរះមកក៏មិនក្តៅដែរដោយសារតែវានៅក្នុងព្រៃយើងដេកក្រោមដើមឈើហើយផ្សិតនេះពលបងប្អូនកុំឃើញថប់ផ្សិតតិចតែហូបកើតដល់កើតទេហើយក៏ក្តាមឆ្អិនមកក៏យើងហូបបាយជុំគ្នារៀបចំសឡរៀបចំបាយមកដុសឲ្យគ្នាមើលមកយើងថាឆ្ងាញ់មកធ្លាប់ហើយឆ្ងាញ់បងប្អូនបានហូបបាននឹងតែឆ្ងាញ់លក្ខណៈសល់ខ្លះអាធីវិវិចមកហូបទៅផ្ទះទៀតមិនថាខ្ញុំស្លបកាយទេក្នុងព្រៃអត់មានទេហូបស្លហូបឆ្ងាញ់ហ្មងក៏ថាឆ្ងាញ់ដែរថាសាច់យើងសម្បូរឲ្យហូបគ្មានឆ្ងាញ់ទេប៉ុន្តែវាឆ្ងាញ់មែនសម្រាប់បងប្អូននៅទីក្រុងយូរហូបម្ដងអាចថាឆ្ងាញ់វាផ្លែកមាត់សម្លបែបហ្នឹងហើយក៏បាយម្នាក់ម្ចាស់មកខ្ញុំយូរជាងគេខ្ញុំហូបបាយជួយចិត្តហូបយូរដោយសារខ្ញុំត្រូវការហូបហើយខ្ញុំស្វែងយល់ពីរសជាតិបាយនឹងមកហូបបាទហើយយើងក៏ហូបបាយបន្តមកជុំគ្នាទីទៀតក៏រៀបចំចេញទៅឡើយហើយខ្ញុំមុននឹងចេញទៅខ្ញុំផឹកកាហ្វេទៀតក៏ដែរនឹងបានថតដល់នេះផឹកកាហ្វេឥឡូវថតដល់ហូបបាយបាទហើយនឹងកំពុងតែឃើញសឡថែមឲ្យថែមទៀតព្រោះវាឆ្ងាញ់បងប្អូនឆ្ងាញ់ខ្លាំងមែនតើនៅមុនធីនេះថែមបាយឲ្យថែមទៀតបាយឡើងមកកាមែលនឹងចង់ដាច់ហើយកាមែលនឹងក៏ប៉ុណ្ណេះបាទគ្នា5នាក់ក៏ដល់បាដាំពេញហូបអត់ចង់អស់ទេតែតើប្រឹងហូបដែរបានអស់តែឃ្លានហ្មងឃ្លានអត់ខ្លាំងហូបអត់អស់ទេព្រោះថាឃ្លានខ្លាំងណាស់បានហូបអស់កាមែលហ្នឹងខ្ញុំឃើញទូចប៉ុណ្ណឹងតែទូចរបស់វាគុណភាពហ្មងកាមែលអញ្ចឹងបាទសម័យទៅហ៊ានគេប្រើនេះថាទី1តូចហើយទី2ស្រួលទុកដាក់ហើយទី3នោះយើងដាំបាយដើម្បីបានច្រើនហូបហើយលឿនការធ្វើក្នុងព្រៃអញ្ចឹងណាហើយឥឡូវគេយកក្នុងសម័យឥឡូវនេះគេយកមកប្រើក្នុងបែប camping អីអញ្ចឹងទៅហើយមួយយ៉ាងដែរបាទហើយកាមែលនេះបងចេះស្ដារគាត់ឲ្យខ្ញុំទេគាត់នៅនោះគាត់ធ្វើបឋាននៅខាងរតនគិរីអរគុណគាត់មែនតើហើយភីគេបាយគេទឹកចិនសិនអីណាគេតំណងគេហ្នឹងបាទមកយើងរៀងគេសង្ហាបងប្អូនគេហូបក៏ស្អាតហើយខ្ញុំរៀងដូចស្វាបាទជាយាមសំដែងយ៉ាងណាក៏នៅតែមិនស្អាតហើយយើងក៏ដាក់ទឹកចិនសិនមួយដែរហើយលីក៏គេស្រាយហឹងស្រាយអីរៀបចំរៀងខ្លួនទៅសាតង់សាអីហើយពួកយើងរៀបចំត្រឡប់ទៅកន្លែងទៅផ្ទះទៅសបាយបន្តការងារថ្មីនាំបងប្អូនទៅដើរលេងកន្លែងថ្មីទៀតវីដេអូក្រោយបងប្អូនបានផ្លែអារម្មណ៍ជាមួយនឹងការស្វែងរករសជាតិថ្មីការផលិតវីដេអូរបស់ខ្ញុំហើយទី2នោះគឺខ្ញុំព្យាយាមធ្វើឲ្យបងប្អូនមើលមកបាត់ stress ដែរខ្ញុំក៏ដើម្បីខ្លួនឯងបាត់ stress ដូចគ្នាដែលថាអីថតដដែលក៏ stress អញ្ចឹងតែការដើរឆ្ងាយដូចគ្នាបាទដល់ពេលមុននឹងបាត់ stress ត្រូវមានលុយយកទៅកាត់ stress ដែរចាក់សាំងធ្វើដំណើរជួសជុលយានជំនិះរបស់យើងដូចគ្នា
ហើយយើងនឹងជួបគ្នាវីដេអូក្រោយអរគុណសម្រាប់ការមើលនិងតាមដានតាំងពីចាប់ផ្ដើមរហូតដល់ចប់ហើយជូនពរបងប្អូនសុខសប្បាយសំណាងល្អរស់ស៊ីទទួលទីមានបានហើយជូនពរខ្លួនឯងសុខសប្បាយដូចគ្នាហើយថែសារខ្លួនផងខែនេះខែខ្យល់ហើយភ្លៀងទៀតផ្ដាសាយអាចនឹងកើតឡើងញឹកញាប់អញ្ចឹងគួរថាប្រយ័ត្នប្រយែងមែនតើសត្វធាតុខែទឹកឡើងដូចគ្នាបាទអរគុណបាយបាយជួបគ្នាវីដេអូក្រោយ